សួស្តីបងប្អូនជនរួមជាតិខ្មែរជាទីគោរពសូមស្វាគមន៍មកកាន់ការផ្សាយពិសេសដែលមិនធ្លាប់មានពីមុនមកថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍បងប្អូនទៅជីកកកកាយរឿងរ៉ាវដ៏ក្តីគគុកដែលបានកើតឡើងនៅប្រទេសជិតខាងរបស់យើងកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នេះបងប្អូនអាយវាគឺជាថ្ងៃដែលពោរពេញទៅដោយភាពផ្ទុយគ្នានិងអាចកំបាំងបំផុតនៅទីក្រុងបាងកកសំឡេងជ័យជយោរបស់លោកអនុទីនឆានវីរគុលបានលាន់ឮកងរំពងក្រោយពីបាក់របស់លោកទទួលបានជ័យជំនះភ្លុកទឹកភ្លុកដីប៉ុន្តែនៅពេលជាមួយគ្នានោះដែរនៅតាមបណ្ដាខេត្តផ្សេងសំឡេងស្រែកយំនិងសំឡេងស៊ីរ៉ែនឡានទឹកបានលុបលើសំឡេងអបអរសាទរទាំងនោះតើបងប្អូនជឿទេថាក្នុងថ្ងៃតែមួយដែលលោកអនុទីនប្រកាសថាខ្លួនជាអ្នកការពារជាតិក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងគ្រួសាររបស់លោកបែរជាបង្កមហន្តរាយបាក់អាគារសង្កត់មនុស្សកងទ័ពរបស់លោកបានបែកកិច្ចប្រជុំសម្ងាត់ដើម្បីចោទប្រកាន់កម្ពុជាយើងថាប្រើប្រាសាទធ្វើជាបន្ទាយហើយមច្ចរេតបានវាយប្រហារប្រទេសថៃព្រមគ្នាហាក់ដូចជាកម្ពីទាន់ហន់តើនេះជារឿងចៃដន្យឬជាប្រផ្នុលនៃភាពវិនាសសូមបងប្អូនទាញកៅអីមកអង្គុយជិតរៀបចំកាហ្វេមួយកែវហើយតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទយើងចាប់ផ្ដើមពីរឿងនយោបាយជាមុនសិននៅព្រឹកថ្ងៃអាទិត្យទី9ខែកុម្ភៈព្រះអាទិត្យមិនទាន់រះច្បាស់ផងលោកអនុទីនបានបង្ហាញខ្លួននៅវិមានរដ្ឋាភិបាលក្នុងនាមជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏មានអំណាចប៉ុន្តែបេសកកម្មដំបូងរបស់គាត់មិនមែនជាការប្រជុំគណៈរដ្ឋមន្ត្រីទេគឺការសែនព្រេនលោកអនុទីនបានដើរចុះពីអគារថៃខូហ្វាឆ្ពោះទៅកាន់សានព្រះភូមិក្នុងដៃកាន់ធូបលោកបានពោលពាក្យមួយឃ្លាដែលធ្វើឲ្យអ្នកសារព័ត៌មានភ្ញាក់ក្អើលខ្ញុំមកក្រាបអរគុណវត្ថុស័ក្តិសិទ្ធិអ្វីដែលលោកបានឲ្យមកខ្ញុំគឺច្រើនជាងអ្វីដែលខ្ញុំបានសុំទៅទៀតតើលោកអនុទីនបានសុំអ្វីហើយបានអ្វីមកវិញចម្លើយគឺ193កៅអីនេះគឺជាចំនួនកៅអីសេភាដែលគណៈបកភូមិใจថៃទទួលបានវាគឺជាតួលេខមួយដែលខ្ពក់កប់ពពកលើសពីការស្ទង់មតិទាំងអស់193កៅអីមានន័យថាលោកមានអំណាចពេញដៃក្នុងការធ្វើអ្វីក៏បានមិនថាការកែច្បាប់ឬការចាត់ចែងបញ្ហានៅព្រំដែនមិនអស់ចិត្តត្រឹមហ្នឹងលោកបានឡើងទៅជាន់ទី2ដើម្បីថ្វាយបង្គំរូបសំណាកព្រះនរសិង្ហដែលជាអាទិទេពមានខ្លួនជាមនុស្សក្បាលជាតោតំណាងឲ្យអំណាចនិងការការពារអ្នកកាសែតបានសង្កេតឃើញថានៅទីនោះមានការដាក់តាំងដើមឫស្សីមង្គលយ៉ាងច្រើនតាមជំនឿហុងស៊ុយចិននិងថៃដើមឫស្សីតំណាងឲ្យភាពធន់និងការរីកលូតលាស់យ៉ាងឆាប់រហ័សលោកអនុទីនកំពុងប្រាប់រាជរបស់គាត់ថាគាត់នឹងដឹកនាំប្រទេសឲ្យរីកដូចឫស្សីប៉ុន្តែឫស្សីក៏អាចក្លាយជាអាវុធបានដែរប្រសិនបើគេយកវាទៅធ្វើជាធ្នូឬព្រួញបងប្អូនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាអនុទីនឈ្នះខ្លាំងម្ល៉េះតើមកពីបារមីស័ក្តិសិទ្ធិមែនទេដាច់ខាតគឺទេអ្នកវិភាគនយោបាយអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា193កៅអីនេះគឺជាផ្លែផ្កានៃយុទ្ធសាស្ត្រដ៏ពិសេសពលមួយដែលគេហៅថា Nationalist Populism ឬប្រជាភិធុតិជាតិនិយមនៅក្នុងក្បួនតម្រាពិជ័យសង្គ្រាមនយោបាយដើម្បីឲ្យពលរដ្ឋរួបរวมគ្នាបោះឆ្នោតឲ្យមេដឹកនាំម្នាក់គេត្រូវតែបង្កើតសត្រូវមួយឡើងហើយសម្រាប់លោកអនុទីនកម្ពុជាគឺជាគោលដៅងាយស្រួលបំផុតតើបងប្អូនចាំទេមុនបោះឆ្នោតគាត់បានបញ្ជាឲ្យដាក់កុងតេន័របិទផ្លូវនៅត្រាតគាត់បានបញ្ជុំទាហានទៅធ្វើសមរយុទ្ធនៅគៀកព្រំដែនគាត់បានថ្លែងសារឌឺដងដាក់កម្ពុជាមិនឈប់ទង្វើទាំងអស់នេះមិនមែនធ្វើឡើងដើម្បីការពារជាតិពិតប្រាកដទេវាគឺជាការសម្ដែងបំណងគឺដើម្បីប្រាប់ទៅពលរដ្ឋថៃថាមើលចុះមានតែអនុទីនទេដែលហ៊ានការពារទឹកដីមានតែអនុទីនទេដែលហ៊ានតតាំងជាមួយអ្នកជិតខាងនៅប្រទេសថៃមានក្រុមមនុស្សរាប់លាននាក់ដែលជាអ្នកជាតិនិយមជ្រុលពួកគេស្រែកឃ្លានមេដឹកនាំដែលហ៊ានប្រើធរក្តៅលោកអនុទីនបានមើលឃើញចំណុចខ្សោយនេះហើយបានប្រើប្រាស់បញ្ហាព្រំដែនជាចំណីដើម្បីទាក់ទាញសម្លេងឆ្នោតពីពួកគេសរុបមកគាត់សុខចិត្តយកទំនាក់ទំនងល្អជាមួយកម្ពុជាទៅបដូរយកកៅអីនាយករដ្ឋមន្ត្រីគាត់សុខចិត្តឲ្យពលរដ្ឋនៅព្រំដែនវេទនាសូមឲ្យតែគាត់បានសោយសុខនៅលើវិមានរដ្ឋាភិបាលខណៈដែលលោកអនុទីនកំពុងសប្បាយនឹងអំណាច
នៅឯទីបញ្ជាការកងទ័ពជើងគោកថៃមានរឿងសម្ងាត់មួយទៀតកំពុងកើតឡើងលោកវិនថៃស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍មួយដែលពោពេញទៅដោយល្បិចកលនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាយើងនេះគឺជាចំណុចដែលកងខ្មែរគ្រប់រូបត្រូវតែដឹងនិងឈឺចាប់កងទ័ពថៃបានអះអាងថាការដែលថៃធ្លាប់បាញ់ប្រហារឬធ្វើប្រតិបត្តិការយោធាដាក់ប្រាសាទព្រះវិហារប្រាសាទតាក្របីគឺជារឿងត្រឹមត្រូវព្រោះកម្ពុជាបានប្រើប្រាស់ប្រាសាទទាំងនោះជាមូលដ្ឋានយោធាបងប្អូនស្ដាប់ឲ្យច្បាស់ពួកគេកំពុងព្យាយាមប្រាប់ពិភពលោកថាកម្ពុជាជាអ្នកខុសដែលយកទាហានទៅដាក់នៅប្រាសាទថៃជាអ្នកត្រូវដែលបាញ់កំទេចប្រាសាទនេះគឺជាការបង្វែរការពិតកម្រិតអន្តរជាតិជាការលៀងខ្លួនពីអ ுக ្រិតកម្មសង្គ្រាមនៃការបំផ្លាញសម្បត្តិបេតិកភណ្ឌមិនអស់ត្រឹមនឹងទេដើម្បីបិទបាំងការឈ្លានពាននៅតំបន់ព្រំដែនបច្ចុប្បន្នពួកគេបានប្រឌិតលេសថ្មីមួយទៀតគឺបង្ក្រាបក្រុម call center ពួកគេអះអាងថាការដែលទាហានថៃចូលមកគ្រប់គ្រងតំបន់មួយចំនួនគឺដើម្បីប្រមូលភស្តុតាងចាប់ចោលតាមអនឡាញមើលចុះបងប្អូនពីអ្នកឈ្លានពានដីភ្លីគេផ្លាញខ្លួនទៅជាប៉ូលីសអន្តរជាតិទៅវិញនេះគឺជាយុទ្ធសាស្ត្រ IO ឬ Information Operation ដ៏កក់ខ្វក់បំផុតរបស់កងទ័ពថៃទោះជាយ៉ាងណាមនុស្សគិតមិនដូចមេឃគិតទេនៅថ្ងៃទី9កុម្ភៈដដែលនេះខណៈដែលពួកគេកំពុងសប្បាយនឹងជ័យជំនះកម្ពុជាបានវាយបកវិញភ្លាមនៅខេត្តសមុទ្រប្រាកាននៅវេលាម៉ោង 11:45 នាទីនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងធ្វើតេស្តជំនាញអគ្គិសនីទីក្រុងអគារដំបូលដែកដ៏ធំសម្បើមមួយបានបាក់រលំចុះមកទាំងផ្ទាំងសង្កត់ទៅលើកម្មករនិងបុគ្គលិកដែលកំពុងធ្វើការសំឡេងដែកបុកដីលាន់ឮដូចរន្ទះមនុស្ស4នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមអ្វីដែលគួរឲ្យសង្ស័យបំផុតនោះគឺភ្លាមបន្ទាប់ពីកើតហេតុអាជ្ញាធរនៅទីនោះបានបិទរបងនិងហាមឃាត់ក្រុមសង្គ្រោះបន្ទាន់មិនឲ្យចូលទៅជួយហេតុអ្វីតើមានអ្វីត្រូវលាក់បាំងលោកបែងស៊ូផាណាតពីគណៈបកប្រឆាំងបានចេញមកទម្លាយរឿងអាស្រូវនេះភ្លាមលោកបានបង្ហើបថាក្រុមហ៊ុនដែលទទួលមកការសាងសង់អគារដែលបាក់រលំនេះគឺក្រុមហ៊ុន STTC ហើយ STTC នេះគឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាដែលមានភាគហ៊ុនធំដោយ Sino Thai បងហោដឹងទេថា Sino Thai ជារបស់នរណាវាគឺជាក្រុមហ៊ុនយ៉ាក់ដែលជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធបំផុតនឹងត្រកូលរបស់លោកអនុទិននេះឯងនេះហើយជាមូលហេតុដែលគេបិទបាំងវាជាការប៉ះទង្គិចផលប្រយោជន៍វាជាការបង្ហាញថាគម្រោងសាងសង់របស់បកពួកអ្នកដឹកនាំគ្មានគុណភាពខណៈដែលលោកអនុទិនកំពុងសែនព្រាននៅវិមានរដ្ឋាភិបាលក្រុមហ៊ុនដែលតាក់ទងនឹងគ្រួសារគាត់កំពុងសាងសង់អគារបាក់សង្កត់រាលោកបែងបានសួរត្រង់ទៅលោកនាយករដ្ឋមន្ត្រីថាតើលោកហ៊ានដាក់ blacklist ក្រុមហ៊ុន Sino Thai នេះដោយដែលលោកធ្លាប់ធ្វើដាក់ក្រុមហ៊ុនផ្សេងដែរឬទេឬក៏ច្បាប់មានសម្រាប់តែអ្នកដទៃមិនត្រឹមតែរឿងអគារបាក់ទេថ្ងៃទី9កុម្ភៈនេះក៏ត្រូវបានគេដាក់ឈ្មោះថាជាថ្ងៃអាទិត្យវិពយោគដែរព្រោះមេជ្ឈរាជអគ្គីភ័យបានវាយប្រហារប្រទេសថៃព្រមគ្នាដល់ទៅ4ទិសហាក់ដូចជាធម្មជាតិកំពុងខឹងសម្បាបងប្អូនអើយរឿងរ៉ាវនៅជីក្រុងថាវាគួរឲ្យខ្លាចទៅហើយចុកទម្រាំតែនៅកណ្ដាលបេះដូងទីក្រុងវិញតើវារន្ធត់កម្រិតណានៅរសៀលម៉ោង 2:02 នាទីនៃថ្ងៃទី9កុម្ភៈខណៈដែលអ្នកមាននៅបាងកកកំពុងសម្រាកលំហែក្នុងថ្ងៃអាទិត្យមជ្ឈរាជអគ្គីភ័យមិនបានសម្រាកទេវាបានលួចជ្រៀតចូលទៅវាងប្រហារចំកន្លែងដែលថ្លៃបំផុតនិងសំខាន់បំផុតរបស់បាងកកគឺតំបន់សាថនហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចសយស៊ីបបំផិនជាប់នឹងផ្លូវធំព្រះរាម4ទីនោះគឺជាតំបន់ពាណិជ្ជកម្មមានអគារការិយាល័យនិងខុនដូទំនើបប៉ុន្តែគោលដៅរបស់ភ្លើងលើកនេះមិនមែនជាអគារកញ្ចក់ទេតែជាអគារពាណិជ្ជកម្មផ្ទះល្វែងកម្ពស់3ជាន់ដែលសង់ជាប់គ្នាដោយប្រអប់ឈើគូសសាក្សីនៅកន្លែងកើតហេតុបានប្រាប់ទាំងញ័រមាត់ថា
ដំបងឡាយខ្ញុំឃើញផ្សែងខ្មាល់ហុយចេញពីបង្អុយជាន់ទី3នៃបន្ទប់លេខ2.20มันបានប៉ុន្មាននាទីផងសំឡេងផ្ទុះកញ្ចក់បង្អុយផងបានលាន់លឺឡើងហើយអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានលោតចេញមកក្រៅដូចជាអណ្ដាតញែកដោយសារតែអាគារនេះសង់ជាប់គ្នាភ្លើងមិនបានឆេះតែមួយបន្ទប់ទេវាបានលោតផ្លោះយ៉ាងលឿនទៅលេបត្របាក់បន្ទប់លេខ2.24ដែលនៅជាប់គ្នាហើយបន្តទៅឆេះបន្ទប់លេខ2.26ទៀតក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកផ្ទះល្វែងចំនួន3ល្វែងនៅជាន់ទី3ត្រូវបានคล้ายជាសមុទ្រភ្លើងទាំងស្រុងផ្ទៃដីប្រមាណ65ម៉ែត្រការ៉េត្រូវបានបំផ្លាញខ្ទេចមិនសល់តើអ្វីទៅជាឃាតករតើជាហ្គាសផ្ទុះឬក៏ជាការដុតអត់ទេបងប្អូនក្រោយពេលភ្លើងរលត់មន្ត្រីជំនាញបានរកឃើញការពិតដ៏គួរឲ្យតក់ស្លុតមូលហេតុគឺមកពីទូសេដួយភ្លើងជាប់ជញ្ជាំងបងប្អូនស្រមៃមើលគ្រាន់តែដួយភ្លើងចាស់ឬការដោតដួយច្រើនពេកនៅកន្លែងតែមួយវាបានបង្កើតកម្ដៅរលាយខ្សែភ្លើងហើយបង្កើតជាផ្កាភ្លើងធ្លាក់ទៅលើពូកឬវាំងនណគ្រាន់តែប៉ុណ្ណិនវាបានប្រែក្លាយអគារតម្លៃរាប់លានឲ្យក្លាយជាគំនរផេះនេះគឺជាសារដាស់តឿនដល់បងប្អូនគ្រប់គ្នាឲ្យប្រយ័ត្នរឿងភ្លើងអគ្គិសនីក្នុងផ្ទះអ្នករស់នៅក្នុងតំបន់នោះដែលភាគច្រើនជាបុគ្គលិកក្រុមហ៊ុននិងអ្នកធ្វើការបានរត់ជាន់គ្នាចុះពីលើអគារទាំងភ័យស្លន់ឡខ្លះរត់ចេញមកទាំងខ្លួនទទេខ្លះទៀតអោបបានតែឯកសារសំខាន់ផ្សែងខ្មៃបានហុយក្របបណ្ដោយពេញផ្លូវធ្វើឲ្យអ្នកដំណើរតាមដងផ្លូវត្រូវឈប់ឡានមើលដោយក្តីរន្ធត់ក្រុមពលុតអគ្គិភ័យរាប់សិបនាក់ត្រូវប្រើប្រាស់ឡានទឹកធុនបាញ់ទឹកសម្រុកពីខាងក្រោមឡើងទៅលើជាន់ទី3យ៉ាងលំបាកតម្រាំអាចគ្រប់គ្រងស្ថានភាពបានទោះបីជាគ្មានអ្នកស្លាប់ប៉ុន្តែការឆេះនៅបេះដូងសេដ្ឋកិច្ចបែបនេះវាហាក់ដូចជាសញ្ញាប្រាប់ថារាសីរបស់ថៃកំពុងតែដាក់ខ្លាំងណាស់សូម្បីតែអ្នកនៅកណ្ដាលក្រុងក៏មិនអាចគេចផុតពីកម្មពៀភ្លើងនេះដែរបងប្អូនអើយបើនិយាយពីកោះសមុយគឺជាកន្លែងដែលមានឆ្នេរខ្សាច់សទឹកសមុទ្រថ្លានិងជាកន្លែងដែលអ្នកមានទៅសម្រាកលំហែប៉ុន្តែនៅព្រឹកថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នេះឋានសួគ៌មួយនេះបានប្រែក្លាយទៅជាវាលនៃសមុទ្រភ្លើងយ៉ាងគួរឲ្យរន្ធត់បំផុតនៅតំបន់ឃុំម៉ារ៉េតខណៈដែលភ្ញៀវទេសចរកំពុងតែរីករាយនឹងខ្យល់អាកាសបរិសុទ្ធសុកស្រាប់តែមានផ្សែងខ្មៅដ៏ក្រាស់ខ្មឹកបានហុយខ្មួលខ្មាញ់ឡើងទៅលើអាកាសកម្ពស់រាប់សិបម៉ែត្រផ្សែងនោះខ្មៅងងឹតរហូតដល់ថ្នាក់បាំងពន្លឺព្រះអាទិត្យធ្វើឲ្យបរិវេណនោះងងឹតឈឹងមួយរំពេងក្លិនឈ្ងៀមនៃភ្លើងបានរសាត់តាមខ្យល់សមុទ្រធ្វើឲ្យអ្នកស្រុកនិងអ្នកទេសចរភ័យស្លន់ស្លោរត់ជាន់គ្នាទាំងប្រលឹងចុងសក់ចំណុចកណ្ដាលនៃអគ្គិភ័យនេះគឺផ្ទះសម្រាកដ៏ល្បីឈ្មោះថញ្ញសមុយដោយសារតែតួអគារផ្ទះសម្រាកនេះសាងសង់ឡើងពីឈើប្រណិតនិងប្រក់ដំបូលស័ង្កសីវាបានคล้ายជាចំណីដ៏ឈ្ងុយឆ្ងាញ់របស់មច្ចុរាជអគ្គិភ័យគ្រាន់តែភ្លើងឆាបឆេះភ្លាមឈើស្ងួតបានคล้ายជាប្រេងសាំងអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានលេបត្របាក់តួផ្ទះទាំងមូលយ៉ាងលឿនបំផុតសំឡេងឈើប្រេះបែកនិងសំឡេងស័ក្តិបស័យរមួលក្រោកក្រាក់បានលាន់ឮពេញផ្ទៃកោះបងប្អូនស្រមៃមើលផ្ទះសម្រាកដែលធ្លាប់តែស្រស់ស្អាតដែលម្ចាស់គេខំសន្សំលុយរាប់សិបឆ្នាំដើម្បីសាងសង់ត្រូវបានភ្លើងដុតកំទេចឲ្យคล้ายជាគំនោធៀវត្រឹមតែរយៈពេលមិនដល់1ម៉ោងផងគ្រឿងសង្ហារឹមថ្លៃបរិក្ខារទំនើបនិងឯកសារសំខាន់ទាំងអស់នេះបានคล้ายជាផែកផង់ទោះបីជាក្រុងពលុតអគ្គិភ័យពីសាលាក្រុមកក់សមុយនិងអង្គភាពណាមឿងបានបញ្ជូនឡានទឹកសម្រុកចូលទៅបាញ់ទឹកយ៉ាងស្វិតស្វាញក៏ដោយក៏ពួកគេធ្វើបានត្រឹមតែការពារមិនឲ្យភ្លើងរាវដាវដល់ព្រៃដូងនិងផ្ទះអ្នកជិតខាងប៉ុណ្ណោះចំណែកឯតួផ្ទះថញ្ញសមុយវិញគឺមិនអាចសង្គ្រោះបានឡើយបងប្អូនជនរួមជាតិបើភ្លើងឆេះនៅកន្លែងផ្សេងយើងអាចថាជារឿងចៃដន្យប៉ុន្តែនៅពេលដែលភ្លើងឆេះនៅខេត្តបុរីរាមនោះវាមិនមែនជារឿងធម្មតាទេហេតុអ្វី
ព្រោះបរិយារាមមិនមែនជាខេត្តទេវាគឺជារាជធានីនយោបាយរបស់លោកអនុทิនជាសម្បុកនិងជាបន្ទាយដ៏រឹងមាំបំផុតនៃគណៈបកភូមិចិត្តថៃខណៈដែលលោកអនុทิនកំពុងសើចសប្បាយនឹងប្រកាសជ័យជំនះនៅបាងកកស្រាប់តែនៅផ្ទះកំណើតនយោបាយរបស់គាត់ភ្លើងកម្ពុជាបានមកគោះទ្វារសួរសុខទុក្ខហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11:40 នាទីជិតថ្ងៃត្រង់ក្នុងសហគមន៍វត្តខុនកុងស្រុកនាងរងបរិយាកាសកំពុងតែស្ងប់ស្ងាត់ប្រជាជនកំពុងរៀបចំបាយថ្ងៃត្រង់ជួបជុំគ្រួសារសុកស្រាប់តែមានសម្លេងផ្ទុះផងតិចចេញពីកន្លែងចតឡាននៃផ្ទះថ្ម2ជាន់មួយខ្នងមួយប៉ព្រិចភ្នែកក្រោយមកផ្សែងខ្មៅបានហុយខ្មួខ្មាញ់ចេញមកក្រៅដូចជាបំពង់ផ្សែងរោងចក្រអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានលោតចេញមកក្រៅរបងបំរុងនឹងលេបត្របាក់ផ្ទះទាំងមូលសំឡេងស្រែកភ្លើងឆេះជួយផងបានលាន់ឮកងរំពងពេញភូមិអ្នកជិតខាងដែលរស់នៅជាប់គ្នាបានរត់ចែកជើងគ្នាទាំងភ័យស្លន់ស្លោអ្នកខ្លះរត់ទៅដោះងោកក្របីអ្នកខ្លះរត់ទៅយកម៉ូតូចិនព្រោះខ្លាចភ្លើងរាវដាវដល់ផ្ទះរបស់ពួកគេកម្ដៅភ្លើងបានសាយភាយយ៉ាងលឿនធ្វើឲ្យអ្នកនៅក្បែរនោះស្ទើរតែដកដង្ហើមមិនរួចប៉ុន្តែនៅក្នុងគ្រោះថ្នាក់នេះម្ចាស់ផ្ទះមិនបានរត់ចោលផ្ទះដោយដៃទទេទេគាត់មានស្មារតីរឹងមាំណាស់គាត់និងអ្នកជិតខាងបានរួបរวมគ្នាភ្លាមពួកគេបានរត់ទៅយកបំពង់ពន្លត់អគ្គីភីពណ៌ក្រហមដែលសហគមន៍បានត្រៀមទុកមកបាញ់ទប់ស្កាត់ភ្លើងយ៉ាងស្វិតស្វាញពួកគេប្រយុទ្ធនឹងភ្លើងដោយផ្ទាល់ដៃដើម្បីការពារទ្រព្យសម្បត្តិនិងជីវិតខណៈដែលកំពុងរងចាំជំនួយមិនយូរប៉ុន្មានសំឡេងស៊ីរ៉ែនវឺរបស់ឡានទឹកពីសាលាក្រុងនាងរងបានមកដល់ក្រុងអ្នកពន្លត់អគ្គីភីបានអូសទូយ៉ូទឹកសម្រុកចូលទៅក្នុងផ្សែងខ្មៅហើយបាំងទឹកឈូយ៉ាងខ្លាំងក្លាដាក់ប្រភពភ្លើងពួកគេត្រូវប្រើពេលតស៊ូជាង30នាទីទើបអាចគ្រប់គ្រងសัตว์ចម្លែកអគ្គីភីនេះឲ្យស្ងប់ទៅវិញបានទោះបីជាផ្ទះធំមិនត្រូវបានឆេះខ្ទេចទាំងស្រុងប៉ុន្តែកន្លែងចតឡានត្រូវបានបំផ្លាញម៉ូតូត្រូវបានភ្លើងស៊ីនៅសល់តែគ្រោងដែកប្រព័ន្ធភ្លើងរលាយខូចអស់ស្លាកស្មានខ្លោចខ្មៅនៅជាប់ជញ្ជាំងផ្ទះគឺជាសាក្សីនៃភាពរន្ធត់បងប្អូនជនរួមជាតិសូមពិចារណាថ្ងៃនេះលោកអនុทิនឈ្នះឆ្នោត193កៅអីតែនៅខេត្តដែលជាបេះដូងរបស់គាត់បែរជាមានភ្លើងឆេះចាស់បុរាណតែងពោលថាបើភ្លើងឆេះដល់សម្បុកនោះមេភូងនឹងមិនបានសុខឡើយនេះហាក់ដូចជាសារព្រានមានពីធម្មជាតិថាទោះបីជាលោកឯងមានអំណាចខ្លាំងប៉ុណ្ណាក៏លោកឯងមិនអាចគេចផុតពីកម្ដៅនៃអំពើដែលលោកឯងបានសាងដែរភ្លើងបានឆេះដល់មាត់ទ្វារផ្ទះហើយតើលោកអនុทิននៅសាយចិនទៀតទេបងប្អូនជនរួមជាតិជាទីគោរពបន្ទាប់ពីបានឃើញព្រឹត្តិការណ៍ដ៏រន្ធត់នៅស្មុគស្មាញទាំងអស់នេះហើយយើងអាចទាញនៅមេរៀនប្រវត្តិសាស្ត្រយ៉ាងសំខាន់សម្រាប់ជាតិយើងទី1កុំសង្ឃឹមលើភាពស្មោះត្រង់របស់អ្នកជិតខាងអ្នកនយោបាយថៃបានបង្ហាញយ៉ាងច្បាស់ថាសម្រាប់ពួកគេព្រំដែនមិនមែនជាខ្សែបន្ទាត់សន្តិភាពទេតែជាឆ្នាំងបាយនិងជាជំនួយសង្គ្រាមដើម្បីប្រមូលសិលឹកឆ្នោតពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាងសូម្បីតែប្រឌិតរឿងដាក់ប្រាសាទដូនតាយើងដើម្បីចំណេញនយោបាយទី2ប្រទេសតូចតែចិត្តត្រូវធំយើងជាប្រទេសតូចប្រជាជនតិចយើងមិនអាចបណ្ដោយខ្លួនឲ្យគេមើលងាយឬធ្វើអ្វីតាមអំពើចិត្តបានឡើយមធ្យោបាយតែមួយគត់ដើម្បីទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ពួកគេគឺមានតែការស្រាក់ដៃគ្នាជាធ្លុងមួយប៉ុណ្ណោះទី3សារដាស់តឿនត្រៀមខ្លួនប្រយុទ្ធជានិច្ចបងប្អូនកូនខ្មែរគ្រប់រូបសូមចងចាំទុកក្នុងចិត្តថាយើងមិនចង់បានសង្គ្រាមទេប៉ុន្តែយើងក៏មិនខ្លាចនៅក្នុងការការពារជាតិដែរយើងត្រូវពង្រឹងខឿនការពារជាតិរបស់យើងឲ្យកាន់តែខ្លាំងក្លាមិនថាជាពលរដ្ឋឬជាយុវជនត្រូវមានស្មារតីត្រៀមខ្លួនប្រយុទ្ធជានិច្ចព្រោះមានតែភាពខ្លាំងនឹងការត្រៀមខ្លួនទេទើបអាចធ្វើឲ្យសត្រូវញញើតនិងមិនហ៊ានបំពានលើទឹកដីដូនតារបស់យើងសូមបងប្អូនខ្មែរទាំងអស់ក្រោកឈរឡើងតាមដានស្ថានភាពឲ្យជាប់ហើយកុំភ្លេចថាភ្លើងឆេះនៅផ្ទះគេគឺជាកម្មពៀររបស់គេតែភ្លើងសង្គ្រាមដែលគេកំពុងដុតនៅព្រំដែនគឺជាភារកិច្ចរបស់យើងដែលត្រូវពន្លត់និងការពារខ្មែរស្រឡាញ់ខ្មែរការពារខ្មែរការពារទឹកដីគឺជាជីវិតរបស់យើងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាសូមជួយ like share និង subscribe
ដើម្បីជាកម្លាំងចិត្តនិងដើម្បីដាក់ស្មារតីជាតិយើងឲ្យភ្ញាក់រលឹកខ្ញុំបាទសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាមួយព័ត៌មានកាន់តែពិសេស